ព័ន្ធមួយទីផ្សារផ្សិតមិនខ្វះទេទីផ្សារបើនិយាយចំទៅថាកសិករគាត់នៅភូមិមួយសួរគាត់ថានៅក្នុងផ្សារគាត់មានផ្សិតលក់នៅហើយផ្សិតហ្នឹងបានមកពីណានៅក្នុងផ្សារគាត់ហ្នឹងគឺជាទូទៅផ្សិតអត់មានទេគាត់អាចយកផ្សិតពីខេត្តផ្សេងមកឬក៏យកពីពេញទៅវិញក៏មានដែរសម្រាប់ផ្សារខ្លះបើនិយាយថាទីផ្សារមានទេគឺមានហើយតម្លៃក៏ល្អដែរបើសិនជាគាត់ថាគាត់ដាំតិចតួចគាត់លក់ឲ្យតែនៅក្នុងភូមិគាត់ក៏បានដែរខ្ញុំឈ្មោះឡាយសាវរីជាអ្នកគ្រប់គ្រងនៅក្នុងកសិដ្ឋានផ្សិត NC ហើយកសិដ្ឋានយើងគឺដំណើរការយើងមានការផលិតកញ្ចប់ផ្សិតយើងផលិតមេផ្សិតយើងផលិតជីហើយជីយើងផលិតបែងចែកជា2ទៀតមានជីទឹកជីគោកក្នុងហ្នឹងយើងនិយាយចំក្នុងកសិដ្ឋានយើងគឺយើងផ្ដោតទៅលើវិស័យកសិកម្មតែម្ដងគឺយើងមានដាំបន្លែដាំអីបន្ថែមទៀតដែរក្នុងកសិដ្ឋានរបស់យើងហ្នឹងនៅទីនេះយើងដាំផ្សិតតែ2ប្រភេទទេគឺផ្សិតអំបោះសនិងអំបោះខ្មៅជាទូទៅផ្សិតទាំងពីរហ្នឹងគឺលក់ដាច់ដូចគ្នាក៏ប៉ុន្តែបើសិនជាពីតម្រូវការទីផ្សារគឺផ្សិតអំបោះខ្មៅមានតម្រូវការទីផ្សារខ្ពស់ជាងដោយសារតែទី1ការដាំដុះគឺពិបាកជាងផ្សិតសរសជាតិឆ្ងាញ់ជាងផ្សិតសអញ្ចឹងហើយធ្វើឲ្យផ្សិតខ្មៅមានតម្រូវការខ្ពស់ជាងនៅលើទីផ្សារតែទិន្នផលទាបជាងផ្សិតសក្នុងមួយថ្ងៃបច្ចុប្បន្នយើងលក់បានផ្សិតក្នុងរង្វង់100គីឡូហើយយើងមានដាក់ទៅខាងផ្សារទំនើបយើងដាក់ទៅផ្សារទូទៅហើយយើងមានដាក់ឲ្យម៉ួយដែលយើងមានស្រាប់ហើយយើងមានម៉ួយដែលគាត់មកយកទៅចែកចាយបន្តតម្រូវការលើទីផ្សារគឺចំពោះផ្សិតគឺមានតម្រូវការខ្ពស់នៅលើទីផ្សារជាទូទៅប្រជាជនមិនទាន់ស្គាល់ទូលំទូលាយអំពីផ្សិតហើយនឹងអត្ថប្រយោជន៍ផលផ្សិតនៅឡើយទេផ្សិតខ្លះប្រជាជនអត់ទាន់ស្គាល់អញ្ចឹងតម្រូវការបើយើងនិយាយថាពីតម្រូវការទីផ្សារគឺមានតម្រូវការខ្ពស់មែនទែនបើយើងក៏លេខមើលតម្រូវការទីផ្សារនៅរាជធានីភ្នំពេញក៏ប៉ុន្តែនៅតាមខេត្តមួយចំនួនគឺអត់ទាន់ស្គាល់ពាក់ព័ន្ធមួយផ្សិតនឹងច្បាស់ទេភាគច្រើនប្រជាជនស្គាល់ផ្សិតចំបើងច្រើនជាងគេអញ្ចឹងផ្សិតអំបោះនេះគឺប្រជាជនមិនសូវជាស្គាល់ទេផ្សិតពូជផ្សិតខ្មៅហ្នឹងគឺអត់សូវស្គាល់ដោយផ្សិតចំបើងផ្សិតព្រៃមួយចំនួនដែលគាត់ធ្លាប់ទៅប្រមូលផលក្នុងព្រៃដូចជាផ្សិតកាជោផ្សិតអីអាហ្នឹងគាត់ស្គាល់ច្រើនជាងនៅក្នុងហ្នឹងផ្សិតវាផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពផ្សិតចង់មិនចង់ទោះបីផ្សិតបរិភោគក៏ដោយផ្សិតថ្នាំក៏ដោយក៏មានជាតិឱសថនៅក្នុងហ្នឹងដែរតិចតួចគឺមានជាតិឱសថបើសិនជាផ្សិតបរិភោគវាអាចជួយប្រឆាំងជំងឺមួយចំនួនហើយវាមានប្រូតេអ៊ីនខ្ពស់វាមានសារធាតុចិញ្ចឹមច្រើននៅក្នុងផ្សិតហ្នឹងកសិករគឺគួរតែដាំទោះបីគាត់មិនដាំសម្រាប់លក់នៅលើទីផ្សារក៏គាត់គួរតែដាំសម្រាប់បរិភោគខ្លួនឯងដែរព្រោះវាក៏ជាអាហារមួយជាបន្លែមួយដែលជួយដល់សុខភាពដែរហើយបើសិនជាគាត់ចង់ដាំទៅធ្វើជាអាជីវកម្មលក់ដូរក៏ជារឿងល្អដែរបានន័យថាគាត់នៅផ្ទះគាត់អត់មានការងារធ្វើអញ្ចឹងគាត់ដាំផ្សិត100កញ្ចប់ឬក៏1000កញ្ចប់អញ្ចឹងគាត់អាចប្រមូលចំណូលប្រចាំថ្ងៃបានមិនថាគាត់ដាំផ្សិត1000កញ្ចប់អញ្ចឹងគាត់អាចប្រមូលផលមួយថ្ងៃថាបាន5គីឡូមួយថ្ងៃ5គីឡូអញ្ចឹងគាត់ប្រមូលផលលក់បាន1គីឡូ8000អញ្ចឹងគាត់បានមួយថ្ងៃ40000អញ្ចឹងអានេះជាចំណូលបន្ថែមក្នុងការរកចំណូលរបស់គាត់កសិករគួរតែដាំបើសិនជាគាត់មានពេលវេលាគ្រប់គ្រាន់ហើយគាត់មានទីកន្លែងត្រឹមត្រូវតែចំពោះផ្សិតមិនត្រូវការទីធ្លាធំទេតែនៅក្នុងបរិយាក៏យើងអាចដាំបានដែរបើសិនជាកសិករគាត់ចង់ដាំផ្សិតទុនដែលគាត់ធ្វើមាន2ជម្រើសបើសិនជាគាត់ធ្វើដោយខ្លួនឯងគាត់មិនទៅចំណាយទុនច្រើនទេគាត់មានតែ$100ឬក៏$50ក៏គាត់អាចធ្វើបានដែរហេតុអីបានថាចំណាយប៉ុណ្ណឹងធ្វើបានគឺគាត់ទិញតែធុងសាំងហើយវត្ថុធាតុដើមជុំវិញផ្ទះគាត់ដូចជាចំបើងការសំណល់សល់ពីវិស័យកសិកម្មទាំងអស់គឺយើងអាចយកមកធ្វើផ្សិតបានមិនថាជាស្មៅមិនថាជាអីទេគឺយើងយកមកកែច្នៃធ្វើជាផ្សិតបានគ្រាន់តែយើងទៅទិញវត្ថុធាតុដើមបន្ថែមទៀតដូចជាជីកន្ទក់អីហើយនឹងកបោសដើម្បីលាយអញ្ចឹងគាត់អាចធ្វើបានក៏ប៉ុន្តែបើសិនជាគាត់ថាអត់មានពេលវេលាក្នុងការធ្វើទេគាត់ទៅទិញកញ្ចប់ផ្សិតគេ
ក៏អាចនឹងចំណាយមិនច្រើនដែរបើសិនជាគាត់ចាប់ដើមពី500ទៅចប់អាចនឹងចំណាយប្រហែលជា$200នៅក្នុងការចាប់ដើមធ្វើក៏ប៉ុន្តែលទ្ធផលគាត់បានផលមកវិញក៏មិនជាច្រើនដែរបើសិនជាគាត់ចង់ធ្វើទំហំធំអាហ្នឹងគឺការចំណាយក៏ទៅតាមហ្នឹងដែរជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាចូលរួមគាំទ្រផលិតផលខ្មែរដូចជាផ្សិតនៅក្នុងកសិដ្ឋានខ្ញុំហើយនឹងផលិតផលខ្មែរផ្សេងទៀតមានផលិតផលច្រើននៅពេលដែលយើងគាំទ្រផលិតផលខ្មែរនោះសេដ្ឋកិច្ចជាតិយើងនឹងរឹងមាំនៅពេលដែលសេដ្ឋកិច្ចជាតិយើងរឹងមាំប្រទេសជាតិយើងនឹងរឹងមាំរីកចម្រើននៅពេលប្រទេសជាតិយើងរីកចម្រើនអត់មានអ្នកណាហ៊ានឈ្លានពានយើងបានទៀតទេ